ព្រះបិតានិងព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធអាមែននៅក្នុងពេលនេះយើងដឹងហើយថាប្រទេសកម្ពុជាកំពុងតែជួបនៅទុក្ខលំបាកបងប្អូនជាច្រើនកំពុងតែរត់ភៀសខ្លួនចេញពីសង្គ្រាមបងជាច្រើនកំពុងតែខ្វះខាតទីជម្រកក្នុងនាមយើងជាពលរដ្ឋកម្ពុជាមានបងប្អូនជាច្រើនដែលបានជួយគ្នាទាំងកម្លាំងកាយទាំងថវិកាទាំងសម្ភារៈនិងគ្រឿងឧបភោគផ្សេងៗតែក្រៅពីទាំងអស់នោះយើងក៏ម្នាក់ៗអាចជួយអង្វរព្រះជាម្ចាស់ឬក៏បងប្អូនផ្សេងៗជាពុទ្ធសាសនាអ៊ីស្លាមសាសនានិងសាសនាផ្សេងៗអាចអង្វរព្រះជាម្ចាស់របស់បងប្អូនរៀងៗខ្លួនដើម្បីសេចក្តីសុខសាន្តសុខសន្តិភាពប្រទេសកម្ពុជាឥឡូវនេះក្នុងនាមខ្ញុំជាគ្លីបបោះសាត់សូមអធិដ្ឋានអង្វរព្រះជាម្ចាស់សូមព្រះជាម្ចាស់ជួយថែរក្សាអស់បងប្អូនដែលកំពុងជួបទុក្ខលំបាកនៅតាមបន្ទាត់ព្រំដែនសូមព្រះនាងម៉ារីជាក្សត្រីនៃសន្តិភាពអង្វរព្រះជាម្ចាស់សម្រាប់ប្រទេសកម្ពុជាសូមព្រះជាម្ចាស់ប្រោសព្រះវិញ្ញាណវិសុទ្ធបំភ្លឺចិត្តគំនិតអស់អ្នកដែលកំពុងតែបៀតបៀនប្រទេសកម្ពុជាសូមឲ្យគាត់អាចមើលឃើញទុក្ខលំបាកប្រជាជនមិនថាតែប្រជាជនកម្ពុជាប៉ុន្តែភាគីម្ខាងទៀតក៏កំពុងរងទុក្ខលំបាកផងដែរសូមឲ្យព្រះជាម្ចាស់បំផាយចិត្តគំនិតរបស់មេដឹកនាំទាំងអស់នោះដើម្បីឲ្យរកឃើញផ្លូវមកកាន់សន្តិភាពបងប្អូនសូមបងប្អូនទាំងអស់គ្នាអង្វរព្រះជាម្ចាស់អភិចិត្តសម្រាប់បងប្អូនទាំងនោះគុំសូមទូលអង្វរព្រះអង្គតាមរយៈព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានព្រានប្រដៅពួកកូនរាល់គ្នាឲ្យហៅព្រះអង្គថាអោព្រះបិតាយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយសូមសម្ដែងព្រះបារមីឲ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គសូមឲ្យព្រះរាជព្រះអង្គបានមកដល់សូមឲ្យព្រះハរតីរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដោយនៅស្ថានបរមសុខដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះសូមអត់ទោសឲ្យយើងខ្ញុំដោយយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំសូមកុំបណ្ដោយឲ្យយើងខ្ញុំចាញ់ការលួងលោមតែសូមរំដោះយើងខ្ញុំឲ្យរួចពីមេកំណើតអាមែនបបិទ្ធព្រះនាងម៉ារីជាទីគោរពព្រះハរតីព្រះជាម្ចាស់សូមព្រះនាងមានអំណរសប្បាយព្រះអង្គគង់នៅជាមួយនាងព្រះអង្គបានប្រទានពរដល់នាងលើស្ត្រីទាំងឡាយហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូវជាបុត្រនៃនាងដែរអោសន្តិម៉ារីជាមេដាព្រះជាម្ចាស់សូមជួយអង្វរព្រះអង្គឲ្យយើងខ្ញុំជាអ្នកបាបនៅពេលឥឡូវនេះហើយនៅពេលស្លាប់ផងអាមែនបបិទ្ធព្រះនាងម៉ារីជាទីគោរពព្រះハរតីព្រះជាម្ចាស់សូមព្រះនាងមានអំណរសប្បាយព្រះអង្គគង់នៅជាមួយនាងព្រះអង្គបានប្រទានពរដល់នាងលើស្ត្រីទាំងឡាយហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូវជាបុត្រនៃនាងដែរអោសន្តិម៉ារីជាមេដាព្រះជាម្ចាស់សូមជួយអង្វរព្រះអង្គឲ្យយើងខ្ញុំជាអ្នកបាបនៅពេលឥឡូវនេះហើយនៅពេលស្លាប់ផងអាមែនបបិទ្ធព្រះនាងម៉ារីជាទីគោរពព្រះハរតីព្រះម្ចាស់សូមនាងមានអំណរសប្បាយព្រះអង្គគង់នៅជាមួយនាងព្រះអង្គបានប្រទានពរដល់នាងលើស្ត្រីទាំងឡាយហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូវជាបុត្រនៃនាងដែរអោសន្តិម៉ារីជាមេដាព្រះជាម្ចាស់សូមជួយអង្វរព្រះអង្គឲ្យយើងខ្ញុំជាអ្នកបាបនៅពេលឥឡូវនេះហើយនៅពេលស្លាប់ផងអាមែនសូមកោតសរសើរព្រះបិតានិងព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះអង្គគង់នៅតាំងពីដើមរៀងមកហើយជាដរាបតរៀងទៅ